មានអ្វីតាមចាយជាបានជូនពរតែបងជូនមើលបងសូមជូនពរឲ្យគាត់មានក្តីសុខយ៉ាងបាំងទាំងទុកពីស្រូវទាំងអស់ជាលើជោគជ័យបាទអរគុណណាស់បងប្រុសបាទជូនពរបងសុខសប្បាយសំណាងល្អបងណាអរគុណបងបាទបងប្អូនយើងណាដែលធ្វើដំណើរតាមដងផ្លូវបងប្អូនយើងអាចអែបស្ដាំបន្តិចបាទអាចផ្ដល់ជាទឹកចិត្តបាទជាថាវិការតិចស្ដើងស្ដីតិចក្តីច្រើនក្តីជាតាមសទ្ធារបស់ពុកម៉ែបងប្អូនបាទរាល់ការចំណាយរបស់បងប្អូនឲ្យជាទឹកសុទ្ធជាថាវិការគឺមានន័យដ៏មហាធំធេងណាស់ជាគុណនៅប្រការដល់កំពង់ពោះមិនអាចកាត់ថ្លៃបានឡើយដោយសារគណៈវេលានេះគឺបើតាមខ្សែបន្ទាត់ព្រំដែននេះឃើញថាស្ថានភាពកំពុងតែក្តៅខ្លាំងអញ្ចឹងក្រុមការងារយើងគឺផ្ដើមធ្វើមូលនិធិឡើងគឺដើម្បីរកជំនួយជួយដល់បងវិរៈកងទ័ពជាមុខក៏ដូចជាជនភៀសសឹកបាទទទួលយកទាំងអស់ណាបងប្អូនណាមិនគិតថាបងប្អូនមិនមានអ្វីច្រើនបងប្អូនគិតថាមានតែទឹកសុទ្ធមកយូរមិនហ៊ានមកទេឬមួយមានតែបេះដូងខ្មែរមិនហ៊ានមកទេចាំដល់មានច្រើនមកមិនអីទេបងប្អូនអាចអែបស្ដាំសួរសុខទុក្ខគឺជាដូចជាផ្ដាំសាបញ្ញាក្តីនៅក្រលឹកក៏ដូចជាជូនពរបាទជូនពរដល់បងវិរៈកងទ័ពជាមុខក៏បានដែរអត់អីទេហើយក្រុមការងារយើងគឺទទួលយកទាំងអស់ជាទឹកសុទ្ធជាថវិកាជាមីអំបុកត្រីខបាទគ្រឿងឧបភោគបរិភោគចំណីត្រីសាច់បាទទទួលយកទាំងអស់បាទត្រីងៀតត្រីឆ្អើរទទួលយកទាំងអស់មិនគិតថាចាំដល់មានច្រើនបងប្អូនមានច្រើនមិនមកបន្តិចតួចទៅមិនហ៊ានទៅខ្មាស់គេជាមួយយីពីរឬក៏មកទៅខ្លាចចូលក្នុងកាមេរ៉ាអត់អីទេកាមេរ៉ាមែនយើងខ្ញុំគឺអាស្រ័យទៅលើបងប្អូនទេកែលោបងប្អូនមកទៅថាមិនបានថតបងប្អូនដាក់ចូលទៅក្នុងក្រុមឬក៏ផុសចែកចាយតាមបណ្ដាញសង្គមមិនបានឃើញក៏បងប្អូនមិនមានទំនុកចិត្តមកលើក្រុមអ្នកសារព័ត៌មានយើងតែផ្ដើមធ្វើមូលនិធិចេញពីបាទអង្គភាពជាច្រើនបាទចំនួន7អង្គភាពឯនោះអង្គភាពបាទសំអៀងហតយូអង្គភាព BIT ហតយូអង្គភាពសារព័ត៌មាន SBR ហតយូអង្គភាពសារព័ត៌មាន Vichai New អង្គភាពសារព័ត៌មានបាទ INE New គឺប្រែមកថាអង្គភាពសារព័ត៌មានសក្តារថ្មីអង្គភាពប្រមាញ់ជីដែនអង្គភាពនិងអង្គភាពសារព័ត៌មាន SH New ផងដែរវត្តមានចាំងវាងទាំង6រូបគឺកំពុងតែមានវត្តមាននៅទីនេះផ្ទាល់ដែលស្ថិតនៅក្នុងភូមិដំណាក់តាយើងសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមបណ្ដោយនឹងផ្លូវ50ម៉ែត្រដែលកំពុងតែស្រែកអំពាវនាវរកជំនួយជួយដល់បងវិរៈកងទ័ពជួរមុខដែលកំពុងតែទទួលការរំលោភបំពានពីទាហានឈ្លានពានចោរសៀមដល់ថោកទាបបំផុតដែលរំលោភបំពានមកលើទឹកដីអធិបតេយ្យភាពរបស់ខ្មែរយើងតែស្ថានភាពគណៈវេលានេះគឺកំពុងតែក្តៅខ្លាំងអ្វីដែលពិសេសខ្មែររួបរวมខ្មែរជួយខ្មែរក្នុងនាមជាខ្មែរដូចគ្នាគឺត្រូវតែសាមគ្គីជួយគ្នាក្នុងគ្រាដែលមានអាសន្នសង្ឃឹមថាបងប្អូននឹងជួយហើយនៅនេះឃើញថាអាកាសធាតុយើងគឺមិនសូវជាអំណោយផលក្តៅខ្លាំងមែនទេអ្វីដែលពិសេសពេលដែលត្រជាក់បងប្អូននឹងមកចូលរួមម្ដាយមួយជើងបាទក្នុងនាមជាមហាគ្រួសារខ្មែរជួយគ្នាក្នុងពីគ្រាដែលមានអាសន្នយើងឃើញថាទឹកបាទយើងឃើញថាទឹកដីរបស់ខ្មែរយើងគឺមិនត្រូវបាទឲ្យបាត់បង់សូម្បីតែ1មីលីម៉ែត្រឡើយដោយការគ្រប់គ្រងដោយការពារដល់យ៉ាងមុតមមពីបងទាហានជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរបាទយើងនៅផ្ទះយើងគេងស្រួលយើងដេកម៉ាស៊ីនត្រជាក់យើងញ៉ាំយើងមានពេលវេលាដើរហើរ24ម៉ោងលើ24ម៉ោងតែចំណែកបងទាហានជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែនគឺលោកបាទហត់នឿយណាស់មិនដែលមានពេលសម្រាប់គេងលុបមុខដល់ថ្មិញឲ្យបានស្រួលដូចយើងទេគឺគាត់យកជីវិតគាត់ទៅបដូរទាំងជីវិតទាំងឈាមទាំងសាច់ស្រស់របស់គាត់ដើម្បីជាតិមាតុភូមិនៃប្រទេសកម្ពុជាយើងផងដែរអ្វីដែលពិសេសសូមបងប្អូនមេត្តាជួយគ្នាណាម្ដាយមួយជើងបាទជាទឹកចិត្តដ៏ធំធេងបំផុតសម្រាប់បងប្អូនយើងផងដែរសូមអរគុណគឺថាមកជាច្រើនហូរហែដោយគណៈវេលានេះគឺថាមានបងប្អូនយើងកំពុងតែសម្រាប់ពីការងារបាទជាពិសេសគឺបងប្អូនដែលជាអាជីវករលក់ដូរបងប្អូនដែលជាកម្មការនៃរោងចក្រដែលឈប់សម្រាប់ពីការងារចឹងខ្ញុំក៏សង្ឃឹមយ៉ាងមុតមមដែរថានៅល្ងាចមេឃត្រជាក់សង្ឃឹមថាបងប្អូនយើងនៅតែបន្តចូលរួមបាទឧបត្ថម្ភគ្រប់គ្រងដែលជាថវិកាក៏ដូចជាស្បៀងអាហារហូបចុកបាទមិនគិតទេបងប្អូនណាទឹកប្រាក់បងប្អូនមិនថា500 1000ទេបងប្អូនគឺទទួលយកទាំងអស់បាទដែលក្រុមការងារអង្គភាពសារព័ត៌មានយើងនេះគឺផ្ដើមចេញធ្វើមូលនិធិសប្បុរសធម៌ជូនដល់បងវិរៈកងទ័ពជួរមុខបាទសង្ឃឹមថាបងប្អូនយើងដែលចូលរួមបានច្រើនកកបាទមូលនិធិបាទស្វែងរកជំនួយទៅតាមរយៈក្រុមអ្នកសារព័ត៌មានជួយដល់បងវិរៈកងទ័ពជួរមុខដោយមានការសហការពីអាជ្ញាធរមូលដ្ឋានផងដែរហើយកម្មវិធីយើងបានប្រារព្ធធ្វើនៅក្នុងតាមបណ្ដោយផ្លូវ30ម៉ែត្រក្នុងភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទជាទឹកចិត្តដ៏ធំធេងបំផុតសម្រាប់បងប្អូនយើងផងដែរសូមអរគុណ